សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel អលម៉ាត់នៅក្នុងវីដេអូមួយនេះយើងនឹងមកជួបគ្នាអំពីការសិក្សាអនុគមម្ដងណាដែលអនុគមមួយនេះដែរគឺបានប្រឡងចេញមកដប់កាលពី2025ណាឆ្នាំតែមិញគឺយើងបានចេញអនុគមមួយគឺជាអនុគម Logarit អញ្ចឹងវីដេអូរបស់អ្នកគ្រូដូចវីដេអូរដងដែរសូមកុំភ្លេចត្រៀមនៅសម្ភារៈសម្រាប់ការសិក្សាសិនចាំយើងចាប់ផ្ដើមចុចមើលវីដេអូរបស់អ្នកគ្រូទាំងអស់គ្នាណាអញ្ចឹងមុននឹងយើងចូលទៅដល់ការបកស្រាយទាំងអស់គ្នាសូមមើលប្រធានទាំងអស់គ្នាសិនមកចាអញ្ចឹងយើងមានអនុគម Z មួយដែលកំណត់ដោយ CH ស្មើនឹង ln នៃដក x ដក3លើ x ដក3សំណួរកគេឲ្យយើងរកដែនកំណត់នៃអនុគម Z និងសិក្សាថាតើ Z នឹងគឺជាអនុគមគូឬក៏ជាអនុគមសេសហើយបើ Z ជាអនុគមគូលុះត្រាតែយើងទាញឲ្យបាន Z នៃដក x ស្មើនឹង Zx និង Z ជាអនុគមសេសលុះត្រាតែយើងទាញឲ្យបាន Z នៃដក x ស្មើនឹងដក Zx សំណួរខគេឲ្យយើងគណនាលីមីតនៃអនុគម Z ត្រង់ដក3និងបូក3បន្ទាប់មកសិក្សាអថិរភាពនៃ Z លើដែនកំណត់របស់វាហើយសង់តារាងអថិរភាពរបស់វាគោគេឲ្យចំណុច OEZ គឺជាសំទោស OEZ គឺជាតម្រុយអូតូណូម៉ាល់តាំង Z គឺជាក្រាបនៃអនុគម Z ក្នុងតម្រុយនេះកំណត់សមីការរបស់បន្ទិតប៉ះទេទៅនឹងក្រាប C ត្រង់ចំណុចដែលមានអាប់ស៊ីស0សង់ក្រាប C និងបន្ទិតប៉ះទេសិក្សាសញ្ញានៃ Zx ទៅតាមតម្លៃនៃ x សំណួរខគឺមាន A និង B ណា A គឺគេឲ្យយើងគណនា derivative នៃអនុគមហាសដែលហាស x ស្មើនឹង x គុណនឹង Zx សំណួរ B រកផ្ទៃក្រឡានៃផ្នែកប្លង់នៅចន្លោះក្រាប C និងអាប់ស៊ីសនិងបន្ទាត់ដែលមានសមីការ x ស្មើ0និង x ស្មើ1ចាអញ្ចឹងនៅពេលដែលយើងអានប្រធានរួចហើយយើងចាប់ផ្ដើមទៅចូលមើលការបកស្រាយទាំងអស់គ្នាចាសំណួរកគេឲ្យយើងរកដែនកំណត់នៃអនុគម Z អញ្ចឹងយើងដឹងថាអនុគម Z របស់យើងគឺស្មើនឹង ln នៃដក x ដក3លើ x ដក3អញ្ចឹងយើងសង្កេតឃើញថាវាគឺជាប្រភេទនៃអនុគម Logarit អញ្ចឹងដើម្បីរកដែនកំណត់គឺយើងត្រូវរកតម្លៃនៅក្នុង Logarit ហ្នឹងគឺត្រូវតែធំជាង0ដាច់ខាតចាអញ្ចឹងយើងដាក់មកអនុគម Logarit ហ្នឹងមានន័យកាលណាលុះសំដៅមានន័យលុះត្រាតែដក x ដក3លើ x ដក3ហ្នឹងគឺត្រូវតែជាចំនួនវិជ្ជមានជានិច្ចអញ្ចឹងដើម្បីសិក្សាសញ្ញាមួយនេះយើងរកទាំងឫសរបស់ភាគបែកនិងឫសរបស់ភាគយកមកមានន័យថាអ្នកគ្រូឲ្យដក x ដក3ស្មើ0យើងទាញរក x មកស្មើនឹងដក3ហើយឫសរបស់ភាគបែកគឺ x ដក3ស្មើ0យើងទាញរក x ស្មើនឹង3ចាអញ្ចឹងយើងចាប់ផ្ដើមទៅមើលតារាងសញ្ញាទាំងអស់គ្នាចាតារាងសញ្ញាមិញហ្នឹងគឺយើងមានតម្លៃដក3និង3ហើយដែនកំណត់យើងគឺពីបូកអនន្តដល់ដកអនន្តអញ្ចឹងយើងគូបទទី1គឺភាគយករបស់យើងដក x ដក3អញ្ចឹងយើងឃើញថាកន្លែងដក3ហ្នឹងគឺជាឫសរបស់ដក x ដក3យើងដាក់លេខ0មកកន្លែងនេះគឺសញ្ញាផ្ទុយពី a សញ្ញាបូកខាងក្រៅឫសគឺសញ្ញាដកគឺសញ្ញាដូច a ចាបន្ទាប់មកលេខ3នេះយើងឃើញថា x ដក3ឫសរបស់វាគឺលេខ3អញ្ចឹងនៅកន្លែងកន្លោន2នេះគេហៅថាចន្លោះក្នុងឫសណាអញ្ចឹងសញ្ញាត្រូវតែផ្ទុយពី a អញ្ចឹង x របស់យើងសញ្ញាបូកយើងផ្ទុយវាសញ្ញាដកខាងក្រៅគឺសញ្ញាបូកបន្ទាប់មកនៅពេលដែលយើងចង់បានសញ្ញារបស់វិសម័យការនេះគឺទាំងអស់គ្នាគុណសញ្ញាពីរនឹងចូលគ្នាអញ្ចឹងដកគុណនឹងបូកចេញដកដកគុណដកចេញបូកបូកគុណដកចេញដកចាអញ្ចឹងយើងដោះស្រាយវិសម័យការយកវិជ្ជមានអញ្ចឹងមានន័យថាអ្នកនៅចន្លោះនេះគឺយើងយកពីដក3ទៅ3ដែលយើងទៅសេដែនកំណត់ D ស្មើពីដក3ទៅ3កន្លែងនេះអ្នកគ្រូបញ្ជាក់បន្តិចកន្លែងនេះយើងដាក់លេខ0ដោយសារតែដក3ជាឫសរបស់ភាគបែកហើយកន្លែងនេះយើងគូស2ចិនដោយសារតែ3ហ្នឹងគឺជាឫសរបស់ភាគបែកដក3នេះឫសរបស់ភាគយកសំទោសនិយាយខុសមិញចាបន្ទាប់មកយើងបានដែនកំណត់យើងទៅរកសិក្សាប្រភេទនៃអនុគមតើវាជាអនុគមគូឬក៏ជាអនុគមសេសណាអញ្ចឹងយើងដឹងហើយដើម្បីរកគូឬសេសយើងពិនិត្យទៅមើល C នៃដក x សិនណាអញ្ចឹងយើងឃើញថា Z ដក x ដើម្បីរក Z ដក x ទាំងអស់គ្នាយកមកជួសកន្លែងនេះកន្លែងណាដែលមាន x យើងចំនួនដោយដក x អញ្ចឹងកន្លែងនេះវាមាន x ដែរតែវាមានសញ្ញាដកមកតង់ទៀតអញ្ចឹងទាំងអស់គ្នាប្រយ័ត្នប្រយែងកន្លែងនេះបន្តិចយើងដាក់ដកកតានឹងដក x ដក3ចែកនឹង x នេះយើងបដូរមកដក x ដក3អានេះដកគុណដកបានបូកជាងវាទៅជា x ដក3អាក្រោមបានដក x ដក3អញ្ចឹងអ្នកគ្រូប្រើរូបមន្តមួយ ln នៃ a លើ b យើងអាចសេបានដកនៃ ln a b លើ a មានន័យថាយើងបដូរភាគយកទៅភាគបែកភាគបែកទៅភាគយកអញ្ចឹងអានេះនៅពេលដែលអ្នកគ្រូបដូរវាយើងគ្រាន់តែបន្ថែមសញ្ញាដកទៅមានន័យថា az ដក x នេះមុនដំបូងវាស្មើនឹង ln នៃ x ដក3លើដក x ដក3អញ្ចឹងអ្នកគ្រូរុញអាភាគយកទៅភាគបែកភាគបែកទៅភាគយកទៅយើងថែមសញ្ញាដកនេះណា
បន្ទាប់មកយើងដឹងថាលិននៃដក x ដក3លើ x ដក3ហ្នឹងគឺស្មើ zx អញ្ចឹងយើងទាញបញ្ជាក់ថា z នៃដក x ហ្នឹងគឺស្មើនឹងដក zx អញ្ចឹងមានន័យថាអានុគមរបស់យើងគឺជាអានុគមសេសចាបន្ទាប់មកទៅសំណួរខចាសំណួរខគេឲ្យយើងគណនាលីមីតនិងសិក្សាអថេរភាពហើយនឹងគូសតារាងអថេរភាពមួយទៀតណាអញ្ចឹងយើងសង្កេតមើលលីមីតរបស់យើងលីមីតនៃ x ដក3បូកនៃ zx យើងជំនួសមកបានលីមីតនៃ x ដក3បូកនៃលិននៃដក x ដក3លើ x ដក3អញ្ចឹងកន្លែងនេះទាំងអស់គ្នាគ្រាន់តែជំនួសដក3ចូលមកអាលើដក3បូក3វាទៅជា0អាក្រោមគឺដក9អញ្ចឹងយើងត្រូវគិតថាតើវាចេញ0បូកឬ0ដកតែយើងដឹងថាអានុគមឡូការ៉េតអាចចេញ0ដកបានទេព្រោះ0ដកគឺវាគ្មានន័យអញ្ចឹងយើងដាក់លិននៃ0បូកមកស្មើនឹងដកអនន្តចាអញ្ចឹងយើងអាចទាញបានថាបន្តិត x ស្មើដក3ហ្នឹងគឺជា asymptote ឈរចាបន្តមកទៀត limit x ទៅរក3ដកហេតុអីបានជាកន្លែងនេះគេរកដក3បូកហើយអានេះរក3ដកព្រោះដែនកំណត់យើងមិញគឺយើងយកពីដក3ទៅ3អញ្ចឹងពីដក3ទៅ3មានន័យថាយើងសិក្សាដក3នៅខាងបូកហើយ3ហ្នឹងគឺនៅខាងដកចាអញ្ចឹងយើងជំនួស zx យើងចូលដូចគ្នាយើងជំនួស3ចូលទៅអានេះវាបានដក3វាបានដក6អាក្រោមគឺ0ហើយអញ្ចឹងកន្លែងនេះគឺចេញលិនបូកអនន្តយកតែម្ដងមកកុំគិតច្រើនព្រោះយើងដឹងថាវាមិនអាចលិនដកអនន្តទេណាព្រោះអានុគមឡូការ៉េតយើងគឺពី0ទៅបូកអនន្តចា0បូកចាអញ្ចឹងកន្លែងនេះយើងបានលិននៃបូកអនន្តស្មើបូកអនន្តជាងយើងអាចទាញបានថាបន្តិត x ស្មើ3ហ្នឹងក៏ជាអាស៊ីមតូតឈរមួយដែរចាបន្ទាប់មកយើងសិក្សាអថេរភាពគឺយើងទៅគណនា derivative ចឹងគណនា derivative យើងមើលអានុគមរបស់យើងគឺលិននៃដក x ដក3លើ x ដក3កន្លែងនេះទាំងអស់គ្នាចង់ផ្ដាច់ logarit សិនក៏បានឬក៏អត់ទេនេះគ្រូប្រើរូបមុនលិនអ៊ុយស្មើអ៊ុយព្រីមលើអ៊ុយដែលតួអ៊ុយរបស់យើងនេះអាក្នុងនេះទាំងអស់ណាដក x ដក3លើ x ដក3ចឹងនេះគ្រូ derivative វាឲ្យទៅដើម្បីយកមកជួសកន្លែងនេះណាអញ្ចឹងយើងដើម្បី derivative អ៊ុយគឺយើងប្រើអ៊ុយលើ v អ៊ុយព្រីម v ដក v ព្រីមអ៊ុយលើ v ការ៉េមានន័យថាយើង derivative ខាងលើទុកខាងក្រោមអញ្ចឹងអានេះយើង derivative ដក x ដក3មកគឺបានដក1គុណជាមួយនឹងភាគបែកយើងគឺ x ដក3កន្លែងនេះយើងបានដករូបមន្តគុណជាមួយនឹងv ព្រីមអញ្ចឹងយើង derivative x ដក3បាន1កតានឹងអ៊ុយរបស់យើងដក x ដក3លើភាគបែកលើជាការ៉េអញ្ចឹងយើងគុណចូលមកដក x គុណនឹងដក3បានដក x បូក3អានេះដក1គុណនឹងដក x ដក3បានបូក x បូក3លើ x ដក3លើជាការ៉េអញ្ចឹងដក x បូក x គឺ0ហើយអញ្ចឹង3បូក3បាន6អញ្ចឹង6លើ x ដក3លើជាការ៉េបន្តមកនេះគ្រូបាន z ព្រីមតែម្ដងគឺស្មើនឹងអ៊ុយព្រីមលើអ៊ុយអញ្ចឹងអ៊ុយព្រីមយើងគ្រូឃើញមិញចែកនឹងតួអ៊ុយយើងគឺដក x ដក3លើ x ដក3បន្តមកយើងគុណចម្រាស់មកប្រភេទទី1គុណចម្រាស់នឹងប្រភេទទី2ចានេះយើងគុណទាញអាដកចេញមកបានដកកតា x បូក3អញ្ចឹងយើងសង្កេតថាx ដក3នេះអាចសម្រួល x ដក3បាន1អញ្ចឹងវានៅសល់ចម្លើយ6ចែកនឹងដក x ដក3កតានឹង x បូក3ចឹងអា x ដក3គុណ x បូក3នេះយើងចូលរូបមន្ត a ការ៉េដក b ការ៉េអញ្ចឹងវាទៅជា x ការ៉េដក9តែដោយសារយើងគុណញ៉ាដកមួយទៀតទៅវាទៅជា9ដក x ការ៉េវិញចាអញ្ចឹងយើងសង្កេតឃើញថានៅក្នុងចន្លោះពីដក3ទៅ3គឺយើងបាន9ដក x ការ៉េហ្នឹងគឺវាធំជាង0ជានិច្ចណាអញ្ចឹងនាំឲ្យ z ព្រីម x របស់យើងគឺធំជាង0ជានិច្ចដែរអញ្ចឹងបើ z ព្រីម x ធំជាង0អញ្ចឹងមានន័យថាអានុគម z របស់យើងគឺជាអានុគមកើនជានិច្ចទៅលើដែនកំណត់ d អញ្ចឹងយើងទៅមើលតារាងអធិភាពទាំងអស់គ្នាគឺយើងគូបែបហ្នឹងហេតុអីបានជាពីដកអនន្តទៅដក3នៃគ្រូគូខ្វែងដោយសារតែដែនកំណត់យើងអត់បានសិក្សាទៅលើដក3ដកអនន្តដក3និង3ទៅបូកអនន្តទេដែនកំណត់របស់យើងគឺសិក្សាតែដក3ទៅ3ទេហើយយើងគណនា derivative មិញគឺសញ្ញារបស់វាគឺបូកចឹងយើងដាក់បូកមកហើយ zx យើងបានគូព្រួយឡើងមើលដក3ខាងបូកមិញយើងរកឃើញដកអនន្តហើយ3បកយើងរកឃើញបូកអនន្តចាអញ្ចឹងតារាងអថេរភាពយើងប៉ុណ្ណឹងយើងមានខ្សែកោងតែមួយទេគឺវាឡើងចាអញ្ចឹងយើងទៅចំណុចបន្តទៀតគេឲ្យយើងរកសមីការបន្ទាត់ប៉ះនឹងសិក្សាមិននឹងសិក្សាសញ្ញានឹងហើយនឹងសិក្សាសញ្ញាមួយទៀតប៉ុន្តែមុននឹងសិក្សាសញ្ញាហ្នឹងគឺយើងត្រូវគូសក្រាបសិនអញ្ចឹងយើងទៅរកសមីការបន្ទាត់ប៉ះសិនដោយប្រធានរបស់យើងហ្នឹងគេប្រាប់ថាបន្ទាត់ប៉ះរបស់យើងហ្នឹងទៅប៉ះជាមួយនឹងក្រាប C ហ្នឹងត្រង់ x ស្មើ0អញ្ចឹងយើងប្រើរូបមន្តនេះគឺ y ស្មើនឹង z ព្រីម x0 កតា x ដក x0 បូក cx0 អញ្
chẳng bờ trăng x ស្មើ 0 យើងអាចយកសេនៃ 0 បានយើងយកទៅជួសនៅក្នុងអនុគមដើមសេយើងមកគឺយើងបានលិននៃដក 3 លើដក 3 មានន័យថាកន្លែងណាមាន x យើងជំនួសដោយ 0 ចូលអញ្ចឹងយើងបានលិន 1 អញ្ចឹងយើងលិន 1 យើងដឹងថាវាស្មើ 0 បន្តមក z' 0 យើងជំនួសនៅក្នុង derivative របស់យើងកន្លែងណាមាន x យើងជំនួសដោយ 0 មកអញ្ចឹង6 លើ 9 យើងអាចសរុបនឹង 3 ទៅបាន2 លើ 3 ហើយយើងជំនួសក្នុងសមីការបដិប៉ះយើងមកយើងបាន y ស្មើនឹង c' នៃ 0 គឺថា x ដក x ដក 0 បូក z 0 ដោយសារ x 0 យើងគឺ 0 ណាអញ្ចឹងយើងជំនួសមកយើងបានចម្លើយ y ស្មើនឹង2 លើ 3x ដោយសារ c' នេះ2 លើ 3គឺថា x បាន2 លើ 3x ហើយ c 0ហ្នឹងគឺវា 0 បាត់ហើយណាអូខេអញ្ចឹងសមីការបដិប៉ះយើងបានប៉ុណ្ណឹងបន្តមកយើងមកគូសតារាងសញ្ញាទាំងអស់គ្នាអញ្ចឹងយើងដឹងថាមុននឹងយើងសង្ក្រាបគឺទាំងអស់គ្នាត្រូវមានតារាងតម្លៃលេខរបស់អនុគម cx និងសមីការបដិប៉ះអញ្ចឹងហេតុអីបានជាអ្នកគ្រូជ្រើសរើសយកពីដក1ទៅ1ព្រោះដែនកំណត់យើងគឺយើងបាននិយាយគ្នាហើយគឺក្នុងចន្លោះពីដក3ទៅ3ទាំងអស់គ្នាចង់យកលេខប៉ុន្មានក៏បានដែរអាចយកដក2ក៏បានអាចយក2ក៏បានប៉ុន្តែកន្លែងនេះគ្រូសូមជ្រើសរើសដក1ណាអូខេអញ្ចឹងយើងយកតម្លៃ x ប្រមាណក៏បានដែរឲ្យតែវាស្ថិតនៅក្នុងចន្លោះពីដក3ទៅ3ណាអូខេហើយបតិតទេដូចគ្នានឹងគ្រូយកដកមួយដូចគ្នាយើងយកមកជួសនៅក្នុងសមីការបតិតប៉ះយើងមកយើងបានរូបបែបនឹងណាអានេះបតិតប៉ះហើយនេះគឺជាខ្សែកោងរបស់យើងគឺឡើងរហូតគឺឡើងពីខាងដក3ទៅរ3ចាអានេះអាស៊ីមតូតឈោគឺយើងគូសឈោបែបហ្នឹងហើយណាអូខេជិះទាំងអស់គ្នាសង្កេតមើលសំណួរមួយទៀតគេឲ្យយើងទាញរកសញ្ញារបស់ zx ជិះទាំងអស់គ្នាសង្កេតឃើញថាពីដក3មក0នេះ x ពីដក3ទៅ0យើងឃើញថាក្រាបរបស់យើងនៅណាដែរចាក្រោមនៅក្រោមអាអាប់ស៊ីសអញ្ចឹងបើវាក្រាបទៅក្រោមអាអាប់ស៊ីសមានន័យថា zx យើងគឺតូចជាង0ហើយបើត្រង់0វិញគឺមានន័យថា z នៃ0យើងរកបានឃើញ0មិញហើយដល់ពេល0ទៅបូកទៅ3នេះយើងឃើញថាក្រាបរបស់យើងនៅលើវិញចឹងបើក្រាបនៅលើមានន័យថា cx គឺវាធំជាង0ចឹងយើងទាញបានសញ្ញារបស់ cx គឺបានប៉ុណ្ណឹងណាអូខេចឹងយើងទៅចំណុចមួយទៀតគឺកណនី derivative និងផ្ទៃកន្លះរបស់វាចឹងដោយ half prim x យើងហ្នឹងគេឲ្យយើងសំទោស half x ហ្នឹងគេឲ្យ x គុណមួយសិន zx ចឹងដើម្បី derivative វាយើងប្រើរូបមន្ត uy v' ស្មើ uy' v បូក v' uy ចឹងនេះគ្រូបាន half prim ស្មើនឹង derivative x បាន1គុណនឹង zx បូកនឹង x derivative z prim ចឹងយើងអាចជំនួសមក zx យើងគឺលិននៃដក x ដក3លើ x ដក3ហើយ z prim យើងគឺ6លើ9ដក x ការ៉េតែដោយសារគុណនឹង x ទៅវាទៅជា 6x លើ9ដក x ការ៉េចាចឹង derivative hx យើងឃើញប៉ុណ្ណឹងបន្តមកទៀតយើងរកផ្ទៃកន្លះ s អញ្ចឹងគេប្រាប់ថាផ្ទៃកន្លះ s ហ្នឹងគឺគឺជាផ្ទៃកន្លះដែលខណ្ឌឡើងដោយក្រាបអាអាប់ស៊ីសហើយនឹងបន្តិត x ស្មើ0និង x ស្មើ1អញ្ចឹងយើងសង្កេតឃើញថាចន្លោះពី0ទៅ3មិញយើងសិក្សាសញ្ញា zx យើងគឺ zx យើងធំជាង0អញ្ចឹងនាំឲ្យចន្លោះ0 1ក៏ធំជាង0ដែរអញ្ចឹងយើងបានកន្លះផ្ទៃគឺសញ្ញាបូកគឺអង្តិក្រាបពី0ទៅ1នៃ zx dx អញ្ចឹងយើងជំនួស cx យើងចូលមកគឺបានលិននៃដក x ដក3លើ x ដក3ចឹងយើងប្រើរូបមន្តអង្តិក្រាបដោយផ្នែកមកអ្នកគ្រូតាំងអ៊ុយស្មើនឹងលិននៃដក x ដក3លើ x ដក3ចឹងនាំឲ្យ d អ៊ុយយើង derivative រួចហើយគឺស្មើនឹង6លើ 9x ការ៉េ dv យើងគឺកន្លែងនេះសំទោសណាមិនមែន dv ទេទាំងអស់គ្នាដាក់ v មកអ្នកគ្រូច្រឡំសេ dv កន្លែងនេះ v ណា v ស្មើនឹងអង្តិក្រាប 1dx ចឹងយើងអង្តិក្រាប1មកចេញ x ចឹងយើងបានអង្តិក្រាប s យើងគឺអ៊ុយ v ណាកន្លែងនេះអ៊ុយ v គឺយើងបានអ៊ុយយើងគឺលិននៃដក x ដក3លើ x ដក3ហើយ v របស់យើងគឺ x ចឹងយើងបាន x លិននៃដក x ដក3លើ x ដក3កំណត់ពី0ទៅ1ដល់អង្តិក្រាប v d អ៊ុយចឹង v របស់យើងគឺ x គុណនឹង d អ៊ុយយើងគឺ6លើ9ដក x ការ៉េ dx បន្តមកទៀតគឺយើងគណនាមិញហ្នឹងគឺអ្នកគ្រូអាចចំនួននេះចូលតែម្ដងទៅចំនួន1ចូលទៅអានេះដក1ដក3ដក4 1ដក3សល់ដក2អញ្ចឹងដក4លើដក2ស្មើលិន2អានេះ0ចំនួនចូលទៅ0គុណនឹងម្ដុំនេះគឺ0ហើយអញ្ចឹងអានេះបូកជាមួយនឹង 6x នេះអ្នកគ្រូអាចបំលែងទៅជា3គុណនឹងដក 2x ហេតុអីបានជាអ្នកគ្រូចាំបាក់បំលែងដោយសារនៅពេលដែលអ្នកគ្រូ derivative ខាងក្រោមហ្នឹងទៅវាចេញដក 2x អញ្ចឹងដើម្បីឲ្យវាចូលរូបមន្តរបស់យើងអ៊ុយព្រីមលើអ៊ុយ
ចឹងកន្លែងនេះអ្នកគ្រូកន្លែងនេះអ្នកគ្រូឈប់ដាក់ 6x ដក 6x ហើយអ្នកគ្រូដាក់បូក 3 នៅក្រៅបូក 3 គុណនឹងដក 2x ទៅវាបានដក 6x ណាចឹងបន្តមកទៀតអ្នកគ្រូអាចស៊ីសងបាន1គុណនឹងលិន2បានលិន2 0នេះមិនបាច់ដាក់ទេបូក 3 យើងដាក់មកវិញដដែលប៉ុន្តែកន្លែងដក 2x នេះគឺអ្នកគ្រូកែដោយ 9 ដក x ការ៉េព្រីមដោយសារពេលយើង derivative ទៅវាចេញដក 2x ចឹងបានយើងសរសេរទម្រង់បែបនេះវាចូលទម្រង់អ៊ុយព្រីមលើអ៊ុយចឹងអ៊ុយព្រីមលើអ៊ុយគឺស្មើនឹងលិនតម្លៃដីខាត់នៃអ៊ុយចាចឹងយើងបាន3កតានឹងលិនតម្លៃដីខាត់នៃអ៊ុយយើងគឺ9ដក x ការ៉េដែលកំណត់ពី0ទៅ1អញ្ចឹងយើងជំនួសពី1មុនដូចគ្នាអញ្ចឹងអាកន្លែងនេះយើងជំនួស1មកបាន9ដក1សល់8នេះ3លិន8ដកជំនួស0ចូលវាសល់លិន4ទៅជា3លិន4តែយើងដឹងថា8នេះយើងអាចសេបាន2គីបណាចឹងយើងបោះគីបនេះមកគុណមួយ3ទៅវាទៅជា9លិន2ដក3លិននៃ9នេះយើងអាចសេ3ការ៉េបន្តមកអាការ៉េនេះយើងអាចបោះមកគុណមួយ3ទៅវាទៅជា6ហើយអានេះ9បូក1វាទៅជា10លិន2អញ្ចឹងចម្លើយយើងទុកប៉ុណ្ណឹងក៏បានដែរណាអញ្ចឹងដូចនេះកាឡាផ្ទៃរបស់យើងគឺស្មើនឹង10លិន2ដក6លិន3ឯកតាផ្ទៃចាអញ្ចឹងនៅក្នុងលំហាត់ប្រធានវិញ្ញាសាសិក្សាអនុគមបាក់ឌុបឆ្នាំ2025នេះមានតែប៉ុណ្ណឹងបើសិនជាបងប្អូននៅមានចម្ងល់ត្រង់កន្លែងណាអាច comment នៅខាងក្រោមវីដេអូនេះអ្នកគ្រូនឹងឆ្លើយតបដល់បងប្អូនហើយបើមានចំណុចខ្វះខាតត្រង់កន្លែងណាសូមការខន្តីអភ័យទោសចាសូមអរគុណសូមជម្រាបលាសូមជួបគ្នានៅវីដេអូក្រោយៗទៀត